សាច់រឿងរបស់យើងនៅពេលដែលពីមិញហុចក្រដាសមួយសន្លឹកទៅលោកតាំងមិនហុយហើយពន្យល់ថាវាមានផ្ទុកនៅអ្វីម្យ៉ាងដែលមានតែលោកម្នាក់គត់ដែលអាចធ្វើបានគាត់ក៏បានសួរនាំអំពីខ្លឹមសារនៅក្នុងនោះតើវាជាវិជ្ជបញ្ជាមែនទេសាច់រឿងក៏បានកាត់ទៅកាន់ឈិនលៃដែលគេបានមកលាងលីកឲ្យទៅដើរលេងជាមួយគ្នាដោយលើកឡើងថាវានឹងផ្ដល់ផលល្អសម្រាប់ការស្ដារសុខភាពឡើងវិញរបស់នាងគាត់ក៏សង្ឃឹមដែរថានាងអាចបំពេញការងារតូចតាចដែលគាត់បានប្រគល់ឲ្យនាងលាងលីងបានសម្ដែងការដឹងគុណចំពោះការបារម្ភរបស់គាត់ហើយធានាអះអាងប្រាប់គាត់ថានាងនឹងបំពេញការងារនោះឲ្យបានល្អឈិនលៃបានប្រាប់នាងកុំឲ្យគិតច្រើនពេកអីព្រោះវាគ្រាន់តែជាការទិញអាផាតមិនប៉ុណ្ណោះមួយសន្ទុះក្រោយមកគាត់បានសួរនាំនាងអំពីអាយុរបស់លាងលេងនៅពេលដែលនាងចាប់ផ្ដើមការវឹកហាត់របស់នាងសួរនាំអំពីឪពុកម្ដាយរបស់នាងបានពន្យល់ថានាងធំដឹងក្ដីនៅក្នុងជំរំវឹកហាត់តាំងពីអាយុ3ឆ្នាំមកហើយគ្មានការចងចាំអ្វីសោះអំពីឪពុកម្ដាយរបស់នាងឡើយឈិនលៃបង្ហាញការយល់ចិត្តចំការលំបាកដែលនាងច្បាស់ជាបានជួបប្រទះពេលចូលបម្រើកងទ័ពទាំងវ័យក្មេងបែបនេះហើយបានណែនាំនាងថាមិនគួរគេងនៅលើឥដ្ឋទៀតទេនាងក៏ឆ្លើយតបយ៉ាងយល់ព្រមពួកគេបានដើរទៅជិតតូបតូចមួយហើយឈិនលៃក៏ក្រឡេកឃើញកាំបិតខ្លីមួយយ៉ាងលីងបានសួរថាតើគេមានបំណងចង់ទិញកាំបិតខ្លីនោះមែនទេដែលពេលនោះម្ចាស់តូបបាននិយាយថាគាត់បានប្រទះឃើញវាដោយចៃដន្យហើយស្នើលក់វាក្នុងតម្លៃ$500ឈិនលៃសម្រេចចិត្តទិញកាំបិតខ្លីនោះតបមកលាងលីងបានសួរថាតើកាំបិតខ្លីនេះជាកំណប់ទ្រព្យដ៏មានតម្លៃមែនទេហើយឈិនលៃប្រាប់នាងថានាងនឹងដឹងនៅក្នុងពេលឆាប់ៗនេះគាត់បានដកដីកែមួយចេញមកហើយចាប់ផ្ដើមដុតកាំបិតខ្លីនោះធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបាននិយាយថាវាហាក់ដូចជាមិនមែនជាកាំបិតខ្លីធម្មតានោះទេឈិនលៃបានសួរថាតើនាងចូលចិត្តវាទេហើយប្រាប់នាងថានេះជារបស់នាងហើយដោយក្ដីរីករាយនាងបានអរគុណគាត់ដោយទូរស័ព្ទរបស់គាត់ក៏បានរលឡើងហើយគាត់បានទទួលទូរស័ព្ទដោយសួរនាំពីស្ថានភាពពីឈិនលៃនិងឈូជីងនាងបានប្រាប់គាត់ថាស៊ីតុងត្រូវបានគេចាប់ខ្លួនហើយគាត់ក៏បានហុចកាតឲ្យទៅលាងលីងដោយពន្យល់ថាមានរឿងមួយបានកើតឡើងនៅឯផ្ទះហើយបានណែនាំឲ្យនាងស្វែងរកផ្ទះដោយខ្លួនឯងដោយប្រាប់ថាលេខកូដកាតគឺ6ទៅ8នាងបានសួរដេញដោលថាតើនាងត្រូវជ្រើសរើសផ្ទះដោយខ្លួនឯងមែនទេគាត់បានបញ្ចប់យល់ព្រមទាំងសម្ដែងការទុកចិត្តលើការសម្រេចចិត្តរបស់នាងបន្ទាប់មកឈិនលៃចាប់ផ្ដើមចេញពីកន្លែងនោះដោយគាត់ក៏បានលួចចិត្តឈិនយិងនិងឈូដោយនិយាយថាកុំខ្លាចអីហើយសួរថាតើនាងអាចផ្ដល់ព័ត៌មានលម្អិតដល់គាត់បានទេនៅក្នុងពេលជាមួយគ្នានោះនៅឯទីលានប្រណាំងឡានជាយក្រុងហ្វុងឈូបានយកឈ្នះស៊ីតុងឈូហើយប្រាប់នាងថាវាជាវិនាទីកំហុសរបស់នាងផ្ទាល់គាត់បានព្រមាននាងថាធ្វើខ្លួនឲ្យមិនល្អហើយកុំឲ្យគាត់ខឹងដោយសារធ្វើពុតជាស្លូតត្រង់នៅទីនេះឡើយគាត់បានបន្ថែមថាឥឡូវនេះគាត់មិនត្រឹមតែចង់បាននាងទេប៉ុន្តែក៏ចង់បានទ្រព្យសម្បត្តិរបស់គ្រួសារឈូផងដែរនាងបានជេរគាត់ថាឥតខ្មាស់បរិសម្នាក់ក្នុងចំណោមបរិសទាំងអស់ហ្វុងសៀវបានប្រាប់គាត់អំពីការមកដល់របស់នរណាម្នាក់ឈិនលៃបានបើកឡានមកដល់ហើយប្រកាសថាគាត់នៅទីនេះដើម្បីបង់ប្រាក់សោះនោះរបស់វងសៀវបាននិយាយថាមើលទៅដូចជាមានតែគាត់ម្នាក់ទេនាងឆ្ងល់ថាហេតុអ្វីបានជាប្អូនថ្លៃឥតប្រយោជន៍របស់នាងមកទីនេះហើយបើគាត់គ្រោងនឹងធ្វើអ្វីដើម្បីប្រឆាំងនឹងពួកគេទាំងអស់គ្នាតែម្នាក់ឯងបែបនេះហ្វុងជូបាននិយាយថាឈិនលៃធ្វើដំណើរមកយ៉ាងឆ្ងាយដើម្បីគ្រាន់តែដាក់លុយនៅលើដីហើយអាចចាក់ចេញទៅវិញបានឥឡូវនេះឈិនលៃបានទម្លាក់កាបូបចុះហើយបានសម្ដែងការជឿជាក់របស់ខ្លួនការបង់ប្រាក់លួសគួរតែទទួលបានការដោះលែងស៊ីតុងគាត់បានចោទថាហេតុអ្វីបានជាពួកគេគ្មានសច្ចធម៌សោះក្នុងការចាប់ចម្រិតមនុស្សបែបនេះប្រតិកម្មរបស់ពួកគេគឺការសើចចំអកដាក់គាត់ដោយហៅគាត់ថាជាមនុស្សគួរឲ្យអស់សំណើចហ្វុងសែលបាននិយាយថាគ្រួសារឈូពិតជាហ៊ានណាស់ហើយគាត់បានបញ្ជាក់ច្បាស់ពីបំណងរបស់ខ្លួនក្នុងការយកលុយទាំងអស់និងខ្លួនស៊ីតុងគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ទៅយកលុយមនុស្សក្នុងវងសៀវបានរើសកាបូបនោះឡើងហើយប្រាប់ឈិនលៃថាគាត់មកទីនេះដោយឥតប្រយោជន៍ហើយឥឡូវនេះអាចត្រឡប់ទៅផ្ទះវិញបានហើយគាត់ក៏និយាយទៀតថាពួកគេនឹងជួយមើលថែប្អូនស្រីរបស់គាត់ហើយនឹងបញ្ជូននាងឲ្យត្រឡប់ទៅវិញបន្ទាប់ពីពួកគេសប្បាយជាមួយនាងរួចដោយក្តីខឹងសម្បារយ៉ាងខ្លាំងឈិនលៃបានធាក់បរិសម្នាក់នោះឲ្យដួលឃ្លាតចេញទៅឆ្ងាយរឿងនេះធ្វើឲ្យក្រុមពួកគេខឹងសម្បារយ៉ាងខ្លាំងហើយហ្វុងសៀវបានបញ្ជាឲ្យពួកគេកម្ចាត់ឈិនលៃចោលពួកគេបានសម្លឹកចូលទៅវាយប្រហារគាត់ប៉ុន្តែឈិនលៃបានផ្ដួលពួកគេបានយ៉ាងងាយហ្វុងសៀវបានសួរគាត់ថាតើគាត់ជាបិសាចមែនទេឈិនលៃបានចាប់របស់គេក្រវែងទៅលើដីនិងរៀបរាប់និងរៀបវាយថែមទៀតហ្វុងសៀវបានអង្វររកសុំ
កុំឲ្យវាចំមុខរបស់គាត់ប៉ុន្តែឈិនលៃមិនខ្វល់ឡើយហើយបានម៉ាត់មួយដៃចំទៅពេញស៊ីតុងឈូមើលមកទាំងមិនជឿនឹងភ្នែកហើយដោយឆ្ងល់ថាតើនេះពិតជាប្អូនថ្លៃដ៏ឥតប្រយោជន៍របស់នាងដែលធ្លាប់ស្គាល់មែនទេស៊ីតុងឈូបានឆ្ងល់ថាតើគាត់ខ្លាចជាខ្លាំងពូកែបែបនេះតាំងពីពេលណាមកខណៈពេលដែលគាត់បានវាយឲ្យពួកគេកូនចៅទំនើងទាំងអស់ព្រមទាំងអតីតមិត្តប្រុសរបស់នាងគឺហ្វុងសែលសន្លប់អស់គាត់បានដើរទៅជិតនាងស្រាយចម្ងល់របស់នាងហើយជំរុញឲ្យនាងបញ្ញាប់ចាកចេញទៅឲ្យលឿនដើម្បីកុំឲ្យក្រុមគ្រួសារបារម្ភនាងបានអរគុណគាត់ហើយនិយាយថាវាឈឺនៅពេលដែលគាត់ព្យាយាមស្រាយខ្សែពួកចេញបន្ទាប់ពីស្រាយចំណងឲ្យនាងរួចគាត់បានក្រាបឈរឡើងហើយរៀបនឹងចាក់ចេញទៅហើយប៉ុន្តែនាងបានហៅគាត់ទុកគាត់ក៏បានសួរថាតើមានរឿងអ្វីនាងមានការរារែកចិត្តបន្តិចរួចនិយាយថាមានកម្មវិធីជួបជុំនៅសាលារបស់នាងនៅខែក្រោយហើយនាងបានសួរគាត់ថាតើគាត់ចង់ចូលរួមដែរឬទេនាងក៏ប្រញាប់បន្ថែមភ្លាមថាកុំឲ្យគាត់គិតច្រើនពេកអីនាងគ្រាន់តែខ្លាចជាមនុស្សទាំងនោះអាចនឹងបកសងសឹកដូច្នេះហើយបានជានាងចង់ឲ្យគាត់ទៅជាមួយនាងគាត់គិតថាវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលនាងអញ្ជើញគាត់ទៅកម្មវិធីជួបជុំបែបនេះគាត់បានឆ្លើយតបថាគាត់នឹងទៅឲ្យទាន់ពេលទិដ្ឋភាពបានផ្លាស់ប្ដូរទៅកាន់ថ្ងៃបន្ទាប់នៅពេលដែលឈិនលៃទៅគ្លីនិកឡាំងឈីងបានប្រាប់គាត់ថាការងារដែលគាត់បានឲ្យនាងធ្វើគឺរួចរាល់ហើយគាត់អាចទៅពិនិត្យមើលវាបាននៅការិយាល័យធានហាវនៅថ្ងៃនេះបានគាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលហើយគិតថាវាពិតជាលឿនណាស់គាត់បាននឹងថាវាដល់ពេលដែលត្រូវផ្ដល់ផ្ទះមួយឲ្យឈិនយីនិងឈូហើយការរស់នៅក្នុងផ្ទះគ្រួសារនាងរហូតក៏មិនមែនជាគំនិតល្អដែរគាត់បានដើរចេញទៅក្រៅហើយបុកបុននាងឲ្យទៅជាមួយគ្នាឥឡូវនេះតែម្ដងនាងបានយល់ព្រមដោយដើរតាមគាត់ហើយចូលទៅអង្គុយក្នុងឡានទូរស័ព្ទរបស់គាត់បានរោឡើងហើយគាត់ក៏ទទួលទូរស័ព្ទនោះលោកជាងបានប្រាប់ឈិនលៃថាគាត់មានដំណឹងល្អសម្រាប់គាត់បានទិញហាងចំនួន10នៅជាងឆាងដើម្បីផ្ដល់ឲ្យគាត់ធ្វើជាមជ្ឈមណ្ឌលឱសថបុរាណចិនហើយពួកគេត្រូវបានចុះឈ្មោះក្រោមឈ្មោះរបស់គាត់រួចហើយខណៈពេលដែលគាត់កំពុងស្រោចទឹកផ្កាឈិនលៃចាប់ផ្ដើមក្អកនៅពេលលើបែបនេះហើយបានសួរនាំអំពីហាងទាំង10នោះគាត់ត្រូវបានគេប្រាប់ថាកុំឲ្យមានការភ្ញាក់ផ្អើលអីដែលបានបញ្ជាក់ថាហាងទាំងនោះកំពុងស្ថិតក្រោមការជួសជុលកែលម្អនៅឡើយឈិនលៃបានអរគុណគាត់ហើយគាត់ត្រូវបានចាត់ទុកជាអ្នកមានគុណដ៏ធំធេងចំពោះគ្រួសារជាងគាត់ក៏ត្រូវបានគេរំលឹកផងដែរថាពួកគេនៅតែចង់រងចាំគាត់មកលេងជាងឆាងហើយនៅពេលនោះគាត់នឹងទិញវីឡាមួយឲ្យគាត់ឈិនលៃបានប្រាប់គាត់ថាបានទិញវីឡារួចរាល់ហើយមិនចង់ឲ្យគាត់ចំណាយលុយឥតប្រយោជន៍ទៀតឡើយពួកគេបានមកដល់អគារធានហាវដែលមានបុគ្គលិកមកស្វាគមន៍ពួកគេកញ្ញាសៀងបានសួរនាំឈៀងឈីងថាហេតុអ្វីបានជានាងមកទីនេះភ្លាមបែបនេះហើយហេតុអ្វីបានជានាងមិនឃើញលោកឈីងមកជាមួយនាងឈីងបានណែនាំឈិនលៃហើយប្រាប់ថាគាត់គឺជាចៅហ្វាយរបស់នាងនិងជាអ្នកទិញវីឡា Sky One កញ្ញាសៀងបានសួរថាតើគាត់ជាអ្នកទិញវីឡាលំដាប់ប្រណិតកំពូល Sky One មែនទេហើយនឹកស្មានថាគាត់ប្រហែលជាធ្វើពុតជាអ្នកមាននាងបាននិយាយថាលោកជាវក៏ទិញវីឡា Sky One ដែរហើយគាត់ព្រមផ្ដល់ប្រាក់កន្លះលានដុល្លារឲ្យនាងជាកាដូនាងបានប្រាប់ពួកគេថាអ្វីដែលគាត់បានកត់ទុកត្រូវបានលក់បន្តទៅឲ្យអ្នកផ្សេងទៅហើយបានសុំឲ្យពួកគេចាកចេញទៅដើម្បីឲ្យនាងអាចសងប្រាក់កក់របស់ពួកគេវិញយ៉ាងលីងមានការខឹងសម្បារយ៉ាងខ្លាំងហើយបានពន្យល់ថានាងជាអ្នកបង់ប្រាក់កក់ទុកមុនដោយចោទសួរថាហេតុអ្វីបានជាលក់បន្តទៅឲ្យអ្នកផ្សេងទៅវិញនាងបានឆ្លើយតបទៅវិញថា Sky One គឺជាវីឡាដ៏ប្រណិតបំផុតរបស់គេហើយវាច្បាស់ជាត្រូវបានរក្សាទុកសម្រាប់តែភ្ញៀវដ៏មានកិត្តិយសបំផុតប៉ុណ្ណោះគាត់បានចោទសួរអំពីភាពជឿជាក់របស់ធានហាវដែលនាងបានតបទៅវិញថាមនុស្សដូចជាគាត់ដែលធ្វើពុតដូចជាអ្នកមានគឺគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅក្នុងវីឡា Sky One របស់គេបានឡើយចាងឈូស៊ុយប្អូនស្រីរបស់ម្ដាយទីតីរបស់ចាងជុននាយកវីឡាធានហាវបានមកដល់ហើយសួរនាំថាតើវាជាការពិតមែនទេដែលថាធានហាវបម្រើតែភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់និងថ្លៃថ្នូរប៉ុណ្ណោះកញ្ញាសៀវបានសួរពួកគេដោយចង់ដឹងថាតើនាងកំពុងធ្វើអ្វីនៅទីនេះហើយចាងជូស៊ុយបានដើរទៅជិតនាងលួចតែកំភ្លៀងនាងមួយដៃនាងបានប្រកាសថាលោកឈិនលៃគឺជាភ្ញៀវដ៏មានកិត្តិយសបំផុតនៅក្នុងធានហាវហើយបានសួរសុខទុក្ខគាត់ដោយណែនាំខ្លួនថាជានាយករបស់ធានហាវ
ចាងឈូសុយនាងបាននិយាយថានាងបានឃើញរូបថតរបស់គាត់នៅកន្លែងចាងជន់នាងបានចាប់ដៃគាត់ឲ្យបង្អប់ឲ្យដឹងថានាងជាអ្នកដែលបានតាក់ទងគាត់តាមទូរស័ព្ទអំពីប្រភពនៃថ្មឆៅនោះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាក្រុមហ៊ុននេះគឺជារបស់នាងបានសុំទោសចំពោះបញ្ហាដែលមនុស្សរបស់នាងបានបង្កដល់គាត់ហើយគាត់បានប្រាប់នាងថាមិនអីទេកញ្ញាសៀងបាននិយាយការឲ្យសួរថាតើលោកឈិនលីស្គាល់កញ្ញាចាងមែនទេគាត់បានដើរទៅជិតកញ្ញាសៀងហើយសង្កត់ធ្ងន់ថាវាមិនសំខាន់ទេថាគាត់ជាអ្នកណាប៉ុន្តែគាត់បានស្នើសុំកុំឲ្យនាងលក់វិឡារបស់គាត់ទៅឲ្យអ្នកផ្សេងទៀតនៅពេលអនាគតនាងបានសុំទោសហើយសន្យាថានឹងមិនធ្វើបែបនេះទៀតទេគាត់បានប្រាប់នាងថាគាត់នឹងត្រឡប់មកវិញនៅពេលដែលនាងរៀបចំរួចរាល់នៅនីតិវិធីដែលចាំបាច់រួចក៏បានដើរចេញទៅចាងឈូស៊ុយបានតាក់ទងទៅគាត់ដើម្បីសុំទោសចំពោះការយឺតយ៉ាវហើយធានាប្រាប់គាត់ថានាងនឹងចាត់ចែងរៀបចំវិឡានេះដោយផ្ទាល់ដៃសម្រាប់វិឡានោះគាត់បានចាក់ចេញពីកន្លែងនោះទៅហើយនាងបានបញ្ជាឲ្យសន្តិសុខចាប់ខ្លួនកញ្ញាសៀង